มันออกมาจริงเลยanhบอกน้องสอบไปอ่านที่มันไปตามมาที่ก็สมาชิกไอ้ผู้สู้ใช่เป็นก้างไงก้างหมดแล้วจะเป็นการหมด changes here to that. That's all. ក្នុងឱកាសដ៏ប្រសើរនោះឯកឧត្តមហ៊ុនម៉ាណីបានថ្វាយផ្កាដ៏ល្អស្រស់ចំនួន1កន្ត្រកនិងផ្លែឈើដ៏ល្អស្រស់ចំនួន1កន្ត្រកថ្វាយព្រះករុណាជាម្ចាស់ជីវិតលើត្បូងនិងថ្វាយផ្កាដ៏ស្រស់ស្អាតចំនួន1កន្ត្រកនិងផ្លែឈើចំនួន1កន្ត្រកទៀតថ្វាយសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតបង្ហាញពីមនោសញ្ចេតនាស្វាមីភក្តិប្រកបដោយការគោរពនិងអំណរព្រះរាជគុណដ៏ជ្រាលជ្រៅជាទីបំផុតនិងជានិមិត្តរូបនៃការចម្រើននៃសិរីសួស្តីជ័យមង្គលព្រះបរមសុខព្រះជន្មវស្សាយឺនយូរថ្វាយព្រះករុណាជាម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតក្នុងឱកាសដ៏ប្រសើរនោះដែរព្រះករុណាជាម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គសពព្រះរាជហឫទ័យប្រោសព្រះរាជទានវត្ថុអនុស្សាវរីយ៍ដ៏មានតម្លៃជូនឯកឧត្តមហ៊ុនម៉ាណីជាសៀវភៅស្ដីអំពីព្រះមហាក្សត្រខ្មែរព្រមជាមួយនេះសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គសពព្រះរាជហឫទ័យប្រោសព្រះរាជទានវត្ថុអនុស្សាវរីយ៍ជូនឯកឧត្តមហ៊ុនម៉ាណីទទួលបានសៀវភៅស្ដីអំពីព្រះរាជសកម្មភាពសង្គមគិច្ចមនុស្សធម៌និងព្រះរាជសមិទ្ធផលដែលជាព្រះរាជអំណោយដ៏ថ្លៃថ្លារបស់សម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គសពព្រះរាជហឫទ័យប្រោសព្រះរាជទានជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជារាស្ត្រនិងការអភិវឌ្ឍនៅតាមមូលដ្ឋានខេត្តនានានៅទូទាំងព្រះរាជាណាចក្រកម្ពុជាក្នុងឆ្នាំ2023ដល់ឆ្នាំ2025កន្លងទៅនេះសៀវភៅសាក្សីនៃប្រវត្តិសាស្ត្រនៃព្រះរាជសកម្មភាពដ៏ថ្លៃថ្លារបស់សម្ដេចព្រះមហាក្សត្រីរៀបចំឡើងក្នុងឱកាសនៃព្រះរាជពិធីចម្រើនព្រះជន្មវស្សាសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតគម្រប់90ព្រះវស្សាយាងចូល91ព្រះវស្សានិងសៀវភៅស្ដីអំពីព្រះរាជពិធីចម្រើនព្រះជន្មាយុគម្រប់90យាងចូល91ព្រះវស្សាសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតចំពោះថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជាសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតប្រោសព្រះរាជទានក្នុងម្នាក់ទទួលបានសៀវភៅស្ដីអំពីព្រះរាជពិធីចម្រើនព្រះជន្មាយុគម្រប់90យាងចូល91ព្រះវស្សាសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតឯកឧត្តមឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ាណីប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានថ្លែងអំណរព្រះរាជគុណដ៏ជ្រាលជ្រៅថ្វាយព្រះករុណាជាម្ចាស់ជីវិតលើត្បូងនិងសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គសពព្រះរាជហឫទ័យប្រោសព្រះរាជទានឯកឧត្តមនិងគណៈប្រតិភូនៃសហភាពសហព័ន្ធយុវជនកម្ពុជាចូលក្រាបថ្វាយបង្គំគាល់នាឱកាសដ៏ឧត្តមនេះឯកឧត្តមហ៊ុនម៉ាណីបានទូលថ្វាយអំពីវឌ្ឍនភាពការងារនៃការផលិតភាពយន្តឯកសារព្រះរាជាប្រវត្តិសម្ដេចព្រះមហាក្សត្រីនរោត្តមមុនិនាថក្នុងសេរីភាពសេចក្តីថ្លៃថ្នូរនិងសុភមង្គលនៃកម្ពុជាដោយក្នុងនោះឯកឧត្តមហ៊ុនម៉ាណីបានទូលថ្វាយដោយសូមព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់ថ្វាយព្រះករុណាជាម្ចាស់ជីវិតលើត្បូងនិងសម្ដេចព្រះមហាក្សត្រី
ព្រះវររាជមេដាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតអំពីការរៀបចំផលិតនិងផ្សព្វផ្សាយភាពយន្តឯកសារព្រះរាជាវប្រវត្តិព្រមទាំងប្រោសព្រះរាជទានព្រះរាជតម្រិះចំពោះភាពយន្តឯកសារមុនពេលបញ្ចប់ការផលិតជាស្ថាពរតាមសពព្រះរាជហឫទ័យដ៏ខ្ពង់ខ្ពស់ជាទីបំផុតឯកឧត្តមបានសូមព្រះបរមរាជានុញ្ញាតប្រើប្រាស់ឯកសារបណ្ណាសាដែលមានជាផ្លូវការរួមមានរូបភាពវីដេអូព្រះសូរសៀងព្រះរាជសារលិខិតនៃព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងដើម្បីបង្ហាញអំពីអនុស្សាវរីយ៍ជាមួយព្រះបិតាព្រះមាតាព្រះអនុជនិងព្រះរាជវង្សានុវង្សព្រមទាំងរំលឹកនៅព្រះរាជពិធីយាងក្រុងព្រះបរមសិរីរិទ្ធសម្បត្តិនិងព្រះរាជកិច្ចស្នាព្រះហស្ថនានានៃព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតក្នុងភាពយន្តឯកសារនេះឯកឧត្តមបានទូលថ្វាយផងដែរអំពីការសូមព្រះបរមរាជានុញ្ញាតប្រើប្រាស់ព្រះរាជស្នាព្រះហស្ថដ៏ថ្លៃថ្លារបស់ព្រះករុណាព្រះបរមរតនកោដ្ឋរួមមានព្រះរាជនិពន្ធដែលជាចម្រៀងទំនុកភ្លេងភាពយន្តសៀវភៅព្រមទាំងព្រះរាជបណ្ណាសារផ្សេងៗស្ថិតក្នុងឱកាសដ៏វិសេសវិសាលនេះតាំងនាមថ្នាក់ដឹកនាំសមាជិកសមាជិកានៃសហភាពសហព័ន្ធយុវជនកម្ពុជាឯកឧត្តមហ៊ុនម៉ាណីសូមព្រះបរមរាជានុញ្ញាតលំអរកាយវាចាចិត្តក្រាបបង្គំទូលថ្វាយនៅព្រះសព្វសាធុការពរជ័យបវរសួស្តីសិរីវឌ្ឍនាវិបុលសុខមហាប្រសើរថ្វាយព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងនិងសម្ដេចព្រះមហាក្សត្រីព្រះវររាជមេដាជាតិខ្មែរនិងសូមលើកហាត់ប្រណម្យបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោកគុណព្រះរតនត្រ័យកែវទាំង3ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជាទេវតាថែរក្សាព្រះមហាស្វេតឆ័ត្រគុណបុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រព្រះមហាក្សត្រយានីខ្មែរគ្រប់ព្រះអង្គជាពិសេសបុណ្យបារមីព្រះករុណាព្រះមហាវីរក្សត្រព្រះវររាជបិតាជាតិខ្មែរព្រះបរមរតនកោដ្ឋទេវតាថែរក្សាឆ្នាំថ្មីឆ្នាំមមីសូមព្រះអង្គតាមជួយថែរក្សាអភិបាលប្រោះព្រំព្រះសព្វសាធុការពរជ័យគ្រប់ប្រការថ្វាយចំពោះព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចព្រះមហាក្សត្រីព្រះវររាជមេដាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតសូមព្រះអង្គបានប្រកបនៅព្រះរាជសុខភាពល្អបរិបូរណ៍ព្រះកាយពលរឹងមាំព្រះបញ្ញាញាណភ្លឺថ្លាត្រចះត្រចង់ព្រះជន្មាយុយឺនយូរចាក់ផុតនៅព្រះរោគាព្យាធិនានាជាអង្វែងតរៀងទៅក្នុងឱកាសដ៏វិសេសវិសាលនេះព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គសពព្រះរាជហឫទ័យប្រោសព្រះរាជទាននៅព្រះរាជសន្ទរកថាដ៏ខ្ពង់ខ្ពស់អំពីព្រះរាជហឫទ័យសមណោរីករាយឥតឧបមានិងសូមស្វាគមន៍ចំពោះឯកឧត្តមលោកជំទាវលោកជាថ្នាក់ដឹកនាំសមាជិកសមាជិកានៃគណៈកម្មការរៀបចំផលិតភាពយន្តឯកសារព្រះរាជាវប្រវត្តិសម្ដេចព្រះមហាក្សត្រីដែលបានអញ្ជើញចូលក្រាបថ្វាយបង្គំគាល់ក្នុងឱកាសនេះក្នុងព្រះបរមនាមដ៏ខ្ពង់ខ្ពស់បំផុតនៃអង្គសម្ដេចព្រះមហាក្សត្រីព្រះវររាជមេដាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គសពព្រះរាជហឫទ័យថ្លែងអំណរគុណនៅរបាយការណ៍របស់ឯកឧត្តមហ៊ុនម៉ាណីប្រធានគណៈកម្មការរៀបចំផលិតភាពយន្តឯកសារដែលមានអត្ថន័យដ៏ជ្រាលជ្រៅបង្ហាញអំពីគម្រោងនិងវឌ្ឍនភាពនៃការផលិតភាពយន្តឯកសារអំពីព្រះរាជាប្រវត្តិសម្ដេចព្រះមហាក្សត្រីនរោត្តមមុនិនាថសីហនុព្រះវររាជមេដាជាតិខ្មែរក្នុងសេរីភាពសេចក្តីថ្លៃថ្នូរនិងសុភមង្គលនៃកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតដែលជាកេរមរតកដ៏វិសេសវិសាលឧត្តមថ្លៃថ្លាជាទីបំផុតទុកជូនកូនចៅទូតរបស់ព្រះអង្គនៅពេលបច្ចុប្បន្ននេះនិងទៅជំនាន់ក្រោយទៀតព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គសពព្រះរាជហឫទ័យកោតសរសើរដោយស្មោះនិងអរគុណដ៏ជ្រាលជ្រៅចំពោះសហភាពសហព័ន្ធយុវជនកម្ពុជាដែលមានសន្តានចិត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការផ្ដួចផ្ដើមស្រាវជ្រាវចងក្រងនិងផលិតភាពយន្តឯកសារជាប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់នេះឡើងបង្កើតជាព្រះរាជាវប្រវត្តិនិងព្រះរាជសកម្មភាពយ៉ាងបំពេញព្រះរាជកិច្ចដ៏ឧត្តមនៃសម្ដេចព្រះមហាក្សត្រីព្រះវររាជមេដាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតដង្ហែព្រះករុណាព្រះបរមរតនកោដ្ឋជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតទាំងក្នុងនិងក្រៅប្រទេសគ្រប់ទីកន្លែងទាំងអស់នៅគ្រប់កាលៈទេសៈ
ព្រះរាជសកម្មភាពទាំងឡាយរបស់ព្រះអង្គបានរួមចំណែកកសាងទាំងផ្នែកពុទ្ធចក្រនិងអាណាចក្រដើម្បីប្រជារាស្ត្រខ្មែរគ្រប់រូបនិងយុវជនជំនាន់ក្រោយបានសិក្សារៀនសូត្រឆ្វេងយល់ពីព្រះរាជជីវប្រវត្តិព្រះរាជសកម្មភាពជាពិសេសចងចាំជានិច្ចនៅព្រះរាជគុណូបការៈដ៏ធំធេងនិងព្រះគំរូវីរភាពដ៏ឧត្តមឧត្តមរបស់សម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គសពព្រះរាជហឫទ័យប្រោសព្រះរាជទានឯកឧត្តមប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាថ្នាក់ដឹកនាំនិងសមាជិកសមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជាគ្រប់រូបបន្តជួយលើកកម្ពស់អត្តសញ្ញាណជាតិសុខភាពយុវជនការអភិវឌ្ឍសមត្ថភាពយុវជនដើម្បីធានាបាននូវសន្តិភាពសាធារណៈសន្តិសុខជាតិនិងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងសូមចូលរួមជួយថែរក្សាការពារវប្បធម៌ទំនៀមទម្លាប់ប្រពៃណីដ៏ល្អផូរផង់របស់ខ្មែរឲ្យបានគង់វង្សថ្កុំថ្កើងរុងរឿងជានិរន្តរ៍ក្នុងឱកាសដ៏វិសាលវិសាលនេះសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គសពព្រះរាជហឫទ័យស្វាគមន៍យ៉ាងកក់ក្ដៅក្នុងសេចក្តីនឹករលឹកសាកសួរសុខទុក្ខក្នុងព្រះរាជហឫទ័យស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ាណីព្រមទាំងឯកឧត្តមលោកជំទាវលោកជាថ្នាក់ដឹកនាំនៃសហភាពសហព័ន្ធយុវជនកម្ពុជាដែលមានវត្តមាននៅទីនេះមានព្រះរាជសុវណ្ណីសំណេះសំណាលក្នុងឱកាសដ៏ប្រសើរនោះសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គសពព្រះរាជហឫទ័យថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រីនិងថ្នាក់ដឹកនាំគ្រប់រូបដែលបានចូលក្រាបថ្វាយបង្គំគាល់ថ្វាយព្រះពរព្រះអង្គនិងថ្វាយអំពីវឌ្ឍនភាពការងារសំខាន់នៃការផលិតភាពយន្តឯកសារព្រះរាជជីវប្រវត្តិសម្ដេចព្រះមហាក្សត្រីនរោត្តមមុនិនាថក្នុងសេរីភាពសេចក្តីថ្លៃថ្នូរនិងសុភមង្គលនៃកម្ពុជាក្នុងឱកាសដ៏ថ្លៃថ្លានេះសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គសពព្រះរាជហឫទ័យមានព្រះរាជសុវណ្ណីប្រកបដោយអត្ថន័យដ៏ខ្ពង់ខ្ពស់ទុកជាមរតកដល់កូនចៅទួតជាទីស្នេហានៃព្រះអង្គនៅក្នុងភាពយន្តឯកសារដែលរៀបចំថ្វាយដើម្បីចូលរួមអបអរសាទរនៅក្នុងឱកាសដ៏មហានក្ខត្រឹកនៃព្រះរាជពិធីចម្រើនព្រះជន្មវស្សាគម្រប់90ព្រះវស្សានៃអង្គសម្ដេចព្រះមហាក្សត្រីនិងជាការសម្ដែងនៅកតញ្ញូតាធម៌កតវេទីចំពោះព្រះមហាគុណូបការៈដ៏ខ្ពង់ខ្ពស់ថ្លៃថ្លាបំផុតដែលក្នុងរយៈពេលពេញមួយព្រះជន្មព្រះអង្គបានឧទ្ទិសចំពោះបុព្វហេតុជាតិប្រជារាស្ត្រនិងមាតុភូមិជាទីស្នេហារបស់ព្រះអង្គសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គមានព្រះរាជសុវណ្ណីសូមចូលរួមអបអរសាទរដោយសេចក្តីកោតសរសើរដ៏ស្មោះស្ម័គ្រអស់ពីដួងព្រះរាជហឫទ័យថែមទៀតចំពោះសកម្មភាពសហភាពសហព័ន្ធយុវជនកម្ពុជាដែលខិតខំយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការរៀបចំផលិតភាពយន្តឯកសារព្រះរាជជីវប្រវត្តិសម្ដេចព្រះមហាក្សត្រីនរោត្តមមុនិនាថសីហនុព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាពសេចក្តីថ្លៃថ្នូរនិងសុភមង្គលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតដោយភាពយន្តឯកសារនេះមិនត្រឹមតែជាការអបអរសាទរក្នុងព្រះរាជពិធីចម្រើនព្រះជន្មវស្សាគម្រប់90ព្រះវស្សាប៉ុណ្ណោះទេតែជាការចងក្រងទុកជាឯកសារប្រវត្តិសាស្ត្រដ៏មានតម្លៃបំផុតដើម្បីឲ្យកូនចៅជំនាន់ក្រោយរបស់ព្រះអង្គបានសិក្សាស្វែងយល់អំពីព្រះរាជជីវប្រវត្តិដ៏ថ្កើងថ្កានរបស់ព្រះអង្គសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គសពព្រះរាជហឫទ័យមានព្រះរាជសុវណ្ណីផងដែរអំពីការគាំទ្រនិងកោតសរសើរដ៏ខ្ពង់ខ្ពស់ថែមទៀតចំពោះការផលិតភាពយន្តឯកសារជាប្រវត្តិសាស្ត្រដែលបានបង្ហាញអំពីមហាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រក្នុងរយៈពេលពេញមួយព្រះជន្មសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរបានបម្រើប្រទេសជាតិលើគ្រប់វិស័យនិងបង្ហាញឲ្យឃើញអំពីព្រះរាជសកម្មភាពដ៏ថ្លៃថ្លារបស់សម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរដង្ហែថ្វាយព្រះរាជសកម្មភាពព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុនៅក្នុងព្រះរាជកិច្ចបម្រើជាតិដ៏ឧត្តមឧត្តមរបស់ព្រះអង្គក្នុងឱកាសនោះព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងនិងសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គបានសពព្រះរាជហឫទ័យប្រោសព្រះរាជទានពរជ័យសិរីមង្គល
จูนไอกุดำพลมานี้ประเทศสหเพียบสหปอนยุเวชนกัมพูชีนังขณะดักน้อมในสหเพียบสหปอนยุเวชนกัมพูชีกรุบรูปสมสำรัจตัวบานโจกเจยยังท้องแทงแถมเตียดขนมไปสกกรรมบำราชีตมีตุภูมินังประชีริกัมพูชีพร้อมแต่งบานประกอบในปุตตะโปแต่งลายบุญประกาคืออายุวันณะสกขะนังปอเละก้มใบเคลียงเคลียดเลยขนมอากาศดอลล้อประสานิดได้ประกาศนาจ้างมาจ้าชีวิตเลยตะบงประโมหักสัตในประริชีในจักรกัมพูชีนังสำนักพระโมหักสัตรีพระวรริมีดาชิตขมายเจติกรบสักการะดอกขปงขบุบมพดพระอังสับประดิษฐ์หฤทัยปราประดิจตินในการทอดรูปชื่อมวยไอกุดัมพลมานี้นังถนัดดักน้อมสมาชิกสมาชิกาในสหเพียบสหปอนยุเวชนกัมพูชีดำใบตกชีอนุสาวรีย์ในติเวียประกอบดาอัธนัยดอกขปงขบวนนี้
បន្ទាប់ពីបញ្ចប់ព្រះរាជសវនាការនិងថ្វាយបង្គំលាព្រះករុណាជាម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតឯកឧត្តមហ៊ុនម៉ាណីប្រធានសហភាពសហព័ន្ធយុវជនកម្ពុជានិងថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជាបានទទួលព្រះបរមរាជានុញ្ញាតអញ្ជើញចូលក្រាបថ្វាយបង្គំថ្វាយគ្រឿងសក្ការៈបូជាថ្វាយព្រះបរមរូបព្រះករុណាព្រះមហាវីរក្សត្រព្រះវររាជបិតាជាតិខ្មែរព្រះបរមរតនកោដ្ឋជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតគង់នៅខាងមុខជើងឦសាននៃព្រះរាជដំណាក់គុណថបុផាក្នុងព្រះបរមរាជវាំងការថ្វាយនៅគ្រឿងសក្ការៈបូជាគោរពចំពោះព្រះបរមរូបព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះវររាជបិតាជាតិខ្មែរព្រះបរមរតនកោដ្ឋជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៅក្នុងឱកាសនេះគឺជាការសម្ដែងនូវសេចក្តីចងចាំជានិច្ចគ្មានថ្ងៃបំភ្លេចបានថ្វាយចំពោះព្រះមហាករុណាធិគុណដ៏ធំធេងមិនអាចកាត់ថ្លៃបានរបស់ព្រះករុណាព្រះមហាវីរក្សត្រព្រះវររាជបិតាជាតិខ្មែរបានបំពេញព្រះរាជបេសកកម្មបម្រើប្រទេសជាតិមាតុភូមិនិងប្រជារាស្ត្រកម្ពុជាទទួលបាននូវឯករាជ្យបូរណភាពទឹកដីប្រកបដោយសេចក្តីសុខសន្តិភាពត្រជាក់ត្រជុំនិងមានការរីកចម្រើនរុងរឿងលើគ្រប់វិស័យតាំងពីសម័យសង្គមរាស្ត្រនិយមរហូតដល់ពេលបច្ចុប្បន្ន